កាលពីជំនាន់ពុទ្ធថង្កានៅក្រុងបាវលមានព្រះសង្ឃគ្រានោះភិក្ខុ30អង្គនិមន្តដំរងក្រុងចេតពុនបំណងចូលគល់ព្រះសង្ឃស្ដាគ្រូមនុស្សទេវតាមានគុណធ្ងន់ដល់ក្រុងសាកេនភ្លៀងជោគជន់ខកខាននិមន្តគ្រានោះម្ដងជួនជាដល់ថ្ងៃចូលវស្សាសង្ឃគ្រប់អាត្មាខំបំណងកាន់វស្សានៅទីនោះផងក្រុងសាកេតឆ្លងអង្គខែ3បន្ទាប់ពីចេញព្រះវស្សាព្រះសង្ឃយាត្រាទានជាថ្មីគ្រានោះទៅព្រះពុទ្ធចិនស្រីប្រណីឲ្យធ្វើកੰខੰឡើង